បាទសួស្តីអ្នកនរនេះខ្ញុំនឹងផានអ្នកនរវារបៀបយករូបប្រភេទធំយើងយកព្យួរនឹងជាងនៅ SketchUp នេះវាតម្រង់បែបនេះចឹងណានេះគ្រាន់តែឧទាហរណ៍អ្នកនរធ្វើជាក់ស្ដែងឲ្យធ្វើស្អាតជាងហ្នឹងនឹងគេធ្វើបែបបាច់ត្បូងហើយអ្នកនរត្រូវមានរូបភាពសិនណារូបភាពនេះអ្នកនរយកមកពីណាក៏បានដែរឥឡូវខ្ញុំបង្ហាញពីរបៀបយកភាពចុះខ្ញុំចង់រូបភាពនេះថ្មីមួយទៀតខ្ញុំ snapping ខ្ញុំកាត់យកមក save ហ្វាល់ឈ្មោះមួយអូខេតោះមកយើងមានរូបភាពហើយយើងត្រូវ import វាចូលในទីតាំងនេះកន្លែងឈ្មោះនេះ material នេះវាចុចកន្លែងនេះ create material តោះមកយកកន្លែងនេះ teacher នេះអូខេនេះរូបភាពមួយហ្នឹងជាចុចលើវាចុចរូបហាំងជាអូខេចុះរូបភាពហ្នឹងវានឹងចូលមកដល់នោះនេះយើងអាច power ហោចឹងឥឡូវយើងចង់នេះយើងគូ rectangle មួយគូស៊ុំវាហើយយើងផុសវាច្រឡំផុសវាបន្តិចតោះមកយើង select ឡើងនេះហើយរូបនេះខ្ញុំដាក់ដល់នេះរូបនេះវាឃើញទូទៅអញ្ចឹងអ្នកនរត្រូវចុចទៅរក plugin នេះ plugin ហ្នឹងឈ្មោះវានេះ Vire Utility នេះចុចឡើងហ្នឹងមានហើយអ្នកនររកឡើងទីតាំងនេះឈ្មោះ Triplanar Projection Fit ហើយអ្នកនរ select លើផ្ទៃរូបភាពនេះអាទូទៅអញ្ចឹងតមកចុចលើផ្នែកនេះទីតាំងនេះមកវាចេញទៅម្ដងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបាយបាយ